Tá, groupជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះ Good morning មានចម្ងល់ច្រើនតែសួរតាក់ទងពីម៉ូតូខ្ញុំថាតើលេងសេមីលេងអីអត់ហើយយើងលេងធំប៉ុណ្ណឹងហើយជិះម្នាក់ឬក៏ពីរនាក់អីមើលទៅជិះដូចស្រួលដូចអត់មានអីប្រឹងអីចឹងណាហើយនៅស្ពេចអីវាលឿនគួរសមអញ្ចឹងមានបងប្រុសម្នាក់គាត់ជិះតែជា4-10ថ្ងៃមុនគាត់សួរខ្ញុំហ្មងគាត់ជិះដេញសួរហ្មងគាត់ជិះអត់ទាន់ហើយគាត់សួរថាម៉ូតូមានលេងសេមីអត់គាត់ចង់មើលថាសេមីខាងក្រោមអញ្ចឹងគាត់ឲ្យឯងជប់ទីអញ្ចឹងឥឡូវមកចាំនេះទេខ្ញុំស្រាយទាំងអស់ហ្នឹងហើយជីរងហ្នឹងខ្ញុំចាំខ្ញុំប្រាប់ហ្នឹងសិតđấyតើបានលឿននេះយើងរៀបឡើងលក្ខណៈ adventure touring អញ្ចឹងយើងត្រូវតែមាន spec ជំនួយពីកម្លាំងស៊ីនតិចតួចដែរវាមិនអាចទៅថារត់ស៊ីនបានរហូតទេវាមិនថាស៊ីននឹងជាតិការទេវាជាកាត់តែម៉ូតូនឹង5ហាក់ទៅទៅមកទេអញ្ចឹងហើយបាយមើលទៅគឺមើលទៅនៃការលេងរបស់ខ្ញុំមើលទៅដាក់នេះមកចាំងខ្យល់ពេញថឹងហើយអានេះមកទៅចាំងខ្យល់ម្លប់អញ្ចឹងធំ3ទៀតអញ្ចឹងយើងរៀបមិនអីមិនដើម្បីឲ្យជិះទៅវាស្មូតល្អវាទោះបីជាចាំងខ្យល់យើងអាចទម្លុះខ្យល់ហ្នឹងទៅបានហ្នឹងហើយហើយខ្ញុំរៀបនេះគឺអត់មានអីច្រើនទេអត់មានតលេងអីដល់សម្រាប់ដល់មិនអីទេគាត់ថាលួយវាតិចតួចអញ្ចឹងណាអញ្ចឹងឥឡូវយើងនិយាយរឿងញ៉ុងមកទៅញ៉ុងរបស់ខ្ញុំនេះខាងមុខនេះលេខ15ខាងក្រោយនេះ47តែបើបងមានញ៉ុងស៊ីន46ហើយស្រាច់បងដូរតាមមុខទៅបានណាប៉ុណ្ណឹងប៉ុណ្ណឹងគឺញ៉ុងមួយហើយចូលដល់បញ្ហាខាងនេះម្ដងគឺមុខប៊ីនខ្ញុំប្រើប្រភេទពួក MSD នេះហើយនឹង Busi មួយគ្រាប់ច្បាប់ហើយនឹងRemote ECU តែខ្ញុំបើកនេះខ្ញុំបញ្ជាក់ Remote ECU នេះខ្ញុំបើកពាក់កណ្ដាលបើកមកលំជិះមក smooth ដែលជិះបានស្រួល smooth អត់បើកមកកប់ទៅហ្មងទេព្រោះពួកនេះហ៊ានតែបើកមកកប់គឺសាំងកូស៊ីអីកូស៊ីដែរខ្ញុំក៏ជុំវិញខ្លាំងសម្ពាធខ្លាំងចឹងខ្ញុំបើកមកល្មមទៅធ្វើពាក់កណ្ដាលអីអត់អីទេទទួលយកបានសាំងវាបន្តិចមែនតែអត់អីទេម៉ូតូវាខ្លាំងទៅមុខហើយហ្នឹងបញ្ហាខាងនោះអីសម្រាប់ប្រភេទស្បែកខាងនេះគឺដូរ Racer ខុសពីស៊ីនធ្វើម៉េចឲ្យ Racer ហ្នឹងវារឹងជាងស៊ីនហើយលើស៊ីនបានបន្តិចទេហើយនឹងស្បែកដើម្បីឲ្យយើងចាប់ទៅឲ្យវាអប់នឹងដើម្បីកុំឲ្យវាពេលដែលយើងពងដែរនេះឲ្យវាជ្រៀងមកវិញព្រោះសរស៊ីនក៏វារៀងជ្រាយតិចដែរនៅពេលដែលយើងលេងធ្ងន់អញ្ចឹងអានេះយើងវាមកសម្រាប់ជិះធ្ងន់ហ្មងដឹកឲ្យបានពេញធុង3ហ្នឹងហើយឬក៏ពីលើហើយថែមមនុស្សម្នាក់ពីក្រោយហើយទាំងយើងមួយទៀតទាំងអស់វាស្រប2នាក់រត់បាន100ជាងធូរអត់មានខំទេអានេះខ្ញុំចូលចិត្តលេងបែបហ្នឹងយើងរៀបចឹងហើយយើងធ្វើម៉េចឲ្យម៉ូតូយើងជិះស្រួល smooth ពីទៅហ្នឹងហើយវាអត់ប្រឹងម៉ាស៊ីនហើយសម្រាប់កុងទ័រគឺវាយើងដូរលេខទៅមក15នេះគឺវាខុសហើយកុងទ័ររត់អត់ត្រូវទេយើងច្រឡំបើសិនណាជាក្នុងកុងទ័រនេះរត់បានយើងមូលបាន47ឬក៏90ជាងហ្នឹងមានន័យថាល្បឿនយើង100ជាងទៅ110ហើយយើងស្មានហើយបើបោះ GPS ដូចគ្នាទេខ្ញុំបោះហើយជីកាត់ហើយគ្នាទេវាដូចគ្នាហ្មងដូចវាខុសមកលេខទេមានប្រហែល2នាក់ក៏សួរថាអាប់លើងបើកចោលពេលយើងជិះទៅខែទៅអីវាអត់ស៊ីអគុយទេស៊ីតែវាមានវិធីវាអញ្ចឹងបងត្រូវទិញ relay ពី10 V ហើយ40 W មកតជាមួយនឹងកាត់ពីក្បាលមេយក40 V ចូលអគុយមកហើយកាត់តាម relay ហ្នឹងដើម្បីឲ្យកាត់ភ្លើងហ្នឹងដាច់ចេញពីម៉ាស៊ីនយើងពុតដាច់ផ្សេងមកពាក់ព័ន្ធមួយម៉ាស៊ីនដើម្បីកុំឲ្យវាទៅទាញស្អីណាជំនួយទៅដល់បិចតាំងបិចអីម៉ូទ័រអីខ្សោយអញ្ចឹងយើងកាត់ភ្លើងឲ្យដាច់ទៅវាអត់មានអីទេអញ្ចឹងអានេះយើងថែម relay ពី10 V មកក្របទៀតគឺភ្លើងចង់ជីកបើកអាមិនក៏បានបើកទាំង4ហ្នឹងក៏បានចោលក៏អត់មានបញ្ហានេះថានេះអាគុយដែរហើយរឿងអាគុយនោះគឺយើងបដូរពីស៊ីនទៀតបដូរដាក់អាគុយពីស្អីដែលមាន7ពេកកម្លាំងលើអាស៊ីនហ្នឹងដូចជា3ហើយ3កម្មជាងម្ដងហ្នឹងខ្ញុំច្បាស់ណាស់ថាដឹងឲ្យលើស៊ីនហ្នឹងគឺដាក់គុយពីស្អីមកអញ្ចឹងហ្នឹងហើយហើយរាប់ខ្ញុំប្រាប់មកហ្នឹងគឺមានប៉ុណ្ណឹងហើយចូលដល់វានិយាយសិនពេលសិនហើយនឹងស្អំហើយនឹងតម្រងខាងនោះទី1ខ្ញុំស្ដាយលុយអារឿងតម្រងនេះអាតម្រងនេះយើងដូរប្រេងម្ដងទៅដូរអាហ្នឹងដែរហើយទឹកស្អំយើងមើលថែវាផងហើយពេលខ្ញុំប្រើហ្នឹងគឺមុនតុលអានេះមានប្រម៉ូទដែរទេណាខ្ញុំប្រើមុនតុលក៏1100ហើយ10ខ្សែគឺមិនទាន់អាចយក15ព្រោះម៉ាស៊ីននេះវាមិនទាន់មក15លុះប្រារបស់យើងម៉ាស៊ីនហ្នឹងរៀងចាស់ហើយតែទោះបីជាម៉ាស៊ីននេះវាធ្វើការធ្ងន់វាអស់មែនប៉ុន្តែអត់អីទេខ្ញុំប្រើ10ខ្សែបានហើយនឹងទឹកស្អំបែងថែទាំពិសេសរឿងប្រេងម៉ាស៊ីនហើយត្រូវកំណត់បើលេងប្រភេទបែបនេះហើយតាមអ្វីដែលខ្ញុំរៀបរាប់នៃការលេងរៀបចូលមកហ្នឹងគឺធ្វើម៉េចឲ្យបានគីឡូត្រឹម1500ទៅ2000ចុះក្រោមទៅដូរវាចោលអត់ទុក10 3000ណាការដែលវាស្ទឹកដល់មិញដោយសារអីយើងរីម៉ាតផងអីផងហើយយើងបើកអវាអំទៀតចឹងវា
mà xin vào chúng du vào đi chừng mình đây thực hiện hai bài thôi cho tới chi mà em mà smooth luôn coi chi do mong hết bánh hà đường kề này mình tham mẹ ai được pin đẹp đây và cái chi tam xu mà bật bật á vợ cho tham xong mà tao lên thì mẹ lên một con đang đặt một con đang anh mua hạt cong đi mua cái con chi hỏi con đi đúng ở đây đấy lắm mình là con đang cọc hết đi cầm được xi sáng cầm nhưng mà bắt nơi video cái rồi đấy cầm được xi sáng bên miền pi bị thiในการมือsáng được rồi dùng thử qua khả lộ không công tơ với các bạn đã trip A trip B nữa thì năng chỉ nuôn cả lâu chỉ nuôn bù dí chỉ nuôn phim sinh tập sao mấy đại dân thử là đôประมาณคือจำยังดัตรางในเรือนั่งอันนั้นสมัยแต่บางคนทำเองตามยงประเภททูริงแอดเวนเจอร์อย่างนั้นมาจำกายเด็กบอลยงจังละบ้านทำสเปกคือทาบอกสินมองให้ยังแปะทุ่งดูกกองก็ไอ้เลือกโบมาคู่ให้เพลืองđấy tao quay đây nhôm riệp rọt mình nó đặt tới đường này để ra ví dụ lên đạo biên xia nó biển tràn sò tại một ban bọc bia từng mũi vô còn là còn pẹt thốn hay lương cái anh đang hơi thật làng vậy chân rọt cái đây máu vì mình dâng lên trái nhưng diệm trái mình cho đánh cái đi nè lấy về ngoài thế còn là hai dương diệp làm bay rồi mà tô mùi nắng về được tới smooth xuống hay vì hột ban không là bươn muối đại dương của tôi do bàn nhắn vì ắt rằng mà sân kháng vì chỉ từ số smooth mà trắng 12 đấy vừa cháy dương đi một phần nắng tôi biết luôn đấy và bà lỗ đang mà đấy cô cả món ta nhưng đu này chạy đâu lượng nãy lửa đuổi bạn quên thấy bạn khỏi nó kia chẳng nhưng thời dịp mấy năm bây giờ vừa chỉ thôi smooth lỗ hay bạc qua làm dân hay đi map nó gồm miền được biết đi map đã mình trên này đi map đấy dương đi map lá màn tinh tích ba này cùng kháng về làm bây giờ smooth đó này càng chi hết ở đấy đấy ngày nông nghiệp phần nắng có đủ chụp chẳng nhưng mà đẹp phần đấy là bươn nông trình lọc thì cài 5 mà rồi đọc chưa nó chưa mà tôi đã xây rằng tai trình lọc chập khi mà rồi mọc hay lá chất sam nó chưa mà tôi rằng hay sáng của video ta này